ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ XUL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការកត់ត្រាប្រាក់កក់របស់អតិថិជនដោយជាដំបូងគឺយើងត្រូវចូលទៅក្នុងមុខងារ Customer រួចរើសពាក្យ Customer Deposit ចុច New បន្ទាប់មកធ្វើការរើសនៅឈ្មោះអតិថិជនដែលបានកក់ប្រាក់ហើយរើសនៅ receive account ថាតើយើងទទួលប្រាក់តាម bank មួយណាឬមួយក៏ជាសាច់ប្រាក់ចំណុចខាងក្រោមនេះវិញសម្រាប់ដាក់នៅ description បរិយាយពីការកក់ឧទាហរណ៍ទទួលប្រាក់កក់សម្រាប់ថ្លៃជួលការិយាល័យបន្តមកទៀតយើងដាក់នៅទឹកប្រាក់ដែលបានកក់និងដាក់ថ្ងៃខែដែលទទួលរួចចុច save ជាការស្រេចអញ្ចឹងបន្ទាប់ពីយើងកត់ត្រានៅប្រតិបត្តិការកក់រួចរាល់ខ្ញុំនឹងបង្ហាញបន្ថែមពីការ clear deposit ដែលជាទូទៅការ clear deposit មាន3ករណីទី1គឺការទូទាត់ជាមួយនឹង invoice ទី2ការបង្វិលសងសាច់ប្រាក់ដែលយើងហៅថា refund និងទី3គឺ forfeit មានន័យថាការរឹបអូសសាច់ប្រាក់អញ្ចឹងយើងចូលមកករណីទី1គឺការទូទាត់ជាមួយនឹងវិក័យប័ត្រគឺកើតមានឡើងនៅពេលដែលអតិថិជនគាត់បង់ប្រាក់មកឲ្យមុនហើយបន្ទាប់ពីបំពេញនៅសេវាកម្មរួចទើបយើងចេញ invoice ទៅឲ្យគាត់តាមក្រោយអញ្ចឹងដើម្បី clear គឺយើងត្រូវចូលទៅកាន់ customer payment រួចរើសនៅឈ្មោះអតិថិជននៅក្នុងការ clear ជាមួយនឹង deposit គឺខុសគ្នាពីការ clear ធម្មតាតែបន្តិចទេគឺត្រង់កន្លែង payment ដែលការ clear ធម្មតាគឺយើងរើសនៅ payment account បើជាមួយនឹង deposit វិញគឺយើងត្រូវរើសពី deposit ខាងលើនេះវិញបន្ទាប់មកយើងធ្វើការ clear ដូចធម្មតាដាក់នៅថ្ងៃខែដែលចេញ invoice និងចុច save ជាការស្រេចចំពោះករណីទី2គឺការបង្វិលសងនៅសាច់ប្រាក់ឧទាហរណ៍ថាអតិថិជនធ្វើការកក់ប្រាក់ចំនួន$100ហើយនៅពេលដែលយើងត្រូវ refund back ទៅវិញយើងត្រូវចូលទៅក្នុង customer deposit ដដែលរួចចូលប្រតិបត្តិការដែលយើងបានកត់ត្រានៅប្រាក់កក់នោះដើម្បីធ្វើការ refund ទៅវិញដោយយើងចុចនៅសញ្ញាបូកនៅត្រង់នេះរួចរើសពាក្យថា deposit refund បន្ទាប់មកធ្វើការ clear ដោយរើសនៅ refund by ធនាគារណាមួយដែលយើងបានទូទាត់ទៅវិញបន្ទាប់មកយើងធ្វើការបរិយាយរួចដាក់នៅទឹកប្រាក់ដែលត្រូវ refund និងថ្ងៃខែហើយចុច OK ជាការស្រេចចំពោះករណីទី3គឺការរឹបអូសសាច់ប្រាក់ដែលយើងហៅថា forfeit ឧទាហរណ៍ថាអតិថិជនគាត់ធ្វើខុសពីកិច្ចសន្យាដូច្នេះគឺយើងមានសិទ្ធិកាត់យកនៅទឹកប្រាក់ដែលគាត់បានកក់នោះចឹងនៅក្នុងករណីនេះគឺយើងត្រូវ clear ប្រាក់កក់ពីអតិថិជនទៅជាចំណូលរបស់យើងដោយយើងចូលទៅក្នុងប្រតិបត្តិការដែលយើងបានកត់ត្រាប្រាក់កក់ហើយចុចសញ្ញាបូករួចរើសពាក្យថា deposit forfeit បន្ទាប់មកធ្វើការចាប់នៅ account ដែលយើងអាចដាក់ជា other income ហើយដាក់នៅ amount ដែលត្រូវបានកាត់យករួចដាក់ថ្ងៃខែនិងចុច OK ជាការស្រេចជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ XUL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ